ជាងដែកជ្រូកអាំងកោថ្នោតចំណេះអីអូអាចារ្យធំគេនៅភូមិនេះតើធ្វើអំពីសម្បត្តិខ្មែរគេច្រកកញ្ចប់ភូមិព្រះដាក់ជ្រូកអាំងទឹកឃ្មុំដើមត្នោតស្ករត្នោតអាចារ្យធំនៅក្នុង Facebook ឃើញហាងគេនៅនេះឯតើសយានយាយវ៉ាន់នំបាក់ប៊ិនភូមិនេះភូមិគំរូស្ករត្នោតខ្ជាប់នឹងស្លឹកត្នោតមួកត្នោតរូបចម្លាក់នំកោត្នោតអានេះគេធ្វើដូចគៀនស្វាយពីដើមអញ្ចឹងណាដូចគៀនស្វាយពីដើមអញ្ចឹងគេធ្វើមានលក់ត្រូលពាក់មានលក់ពងមាន់ស្រែជ្រូកជ្រូកអាំងមួកកាហ្វេព្រះដាក់អូសបោក៏សបោជ្រូកអាំងជ្រូកអាំងគេបង្កើតភូមិសហគមន៍ដើម្បីទាក់ទាញភ្ញៀវចេកឆាកចេកសំណាប់ចេកចែអូនប្រដាក់បានមកដល់ហើយត្រូវការលក់លក់សកានេះជ្រូកអាំងប្រហុកជ្រុញជ្រូកអាំងប្រហុកកសាំងអាំងជ្រុញជ្រូកអាំងប្រហុកកសាំងអាំងជ្រុញជាតំបន់លក់សម្ភារៈប្រើប្រាស់របស់ខ្មែរមានជាលពាក់មានឆ្នុកមានទ្រូមានកន្ត្រងប្រហុកមានកន្ត្រងវាដើមគេដាក់ការពារកុំឲ្យសត្វជ្រឹងវាស៊ីមានកន្ត្រកយូរមានប្រដាប់ដាក់ដូចថាពីដើមវត្តបឋិតសទ្ធារាមរាំងសីវត្តបឋិតសទ្ធារាមរាំងសីហៅវត្តព្រះដាក់
ก่อสร้างឡើងឆ្នាំ2007ជាភូមិគំរូជាជនលក់ដូរជាជនផ្សព្វផ្សាយវប្បធម៌របស់ខ្មែរមានរបស់ខ្មែរជាជើល្អីជាលពាក់ហើយរបស់ធ្វើអំពីដើមត្នោតស្លឹកត្នោតផ្លែត្នោតស្ករត្នោតស្លឹកត្នោតយកខ្ចប់ស្ករត្នោតនៅជាងហៀងវត្តនេះអូវាលបារាយវាលធំល្វឹងល្វើយមានស្រះឈូកទៅឯកឧត្តមសៀងណាំគាត់ជាអ្នកកសាងនៅខេត្តសៀមរាបច្រើនណាគាត់ខ្លាំងហ្មងជាតំណាងរាស្ត្រមានឈ្មោះគាត់ដល់ភ្នំកលែននេះនោះវត្តបឋិតសទ្ធារាមរាំងសីហៅព្រះដាក់មានដំរី2គ្រឿងនៅខាងមុខមកដល់កន្លែងថ្មីប្លែកចាំខ្ញុំនឹងពិពណ៌នាខ្ញុំឡើងទៅថតព្រះវិហារនៅខាងលើមុនចាំចុះមកខ្ញុំនឹងពិពណ៌នាអំពីការប្លែកវត្តនេះមិនដឹងជាកសាងពីជំនាន់ណាប៉ុន្តែឃើញខ្លោងទ្វារខាងមុខនោះវា2007ប៉ុន្តែព្រះវិហារនេះដែលកសាងនៅលើទីទួលយ៉ាងខ្ពស់ព្រះវិហារនេះបុរាណប៉ុន្តែបានជួសជុលប៉ិនមកគឺតម្រង់ដើមដូចជាសសរ4ជ្រុងហ្នឹងគឺបុរាណហើយនាមអ្នកជួយជួសជុលព្រះវិហារវត្តព្រះដាក់សិតតែលុយដុល្លារ$180លោកហ៊ុនសាវុតសុខភាពបុត្ររាយ10រួយពាន់ម៉ឺនសែន1លានរៀលស្មើនឹង$250ក្រុមសិប្បអង្គរច្រើន$100 50000រៀល10000រៀលអ្នកជួយកសាងអស់ច្រើនបានន័យថាព្រះវិហារនេះជួសជុលប៉ុន្តែទម្រង់ដើមនៅដដែលតម្រង់ដើមនៅដដែលគាត់ថាដូរក្បឿងថ្មីក្បាច់អីចឹងទៅឥឡូវខ្ញុំឆ្វែលទៅខាងមុខនេះជាសញ្ញាសីមាចាស់មិនដឹងមូលហេតុអីបានគេដកយកមកដាក់ខាងក្រៅចឹងមានតែពីរនេះជាចេតិយបរមបុរាណហើយបរមបុរាណគេជួសជុលហើយធ្វើអញ្ចឹងទៅព្រះវិហារនឹងនៅលើដីទួលមានរូបចម្លាក់ព្រះរាមឈរលើហនុមានទាញធ្នូបាញ់ហើយមានពលស្វានៅពីមុខមួយបរមបុរាណវត្តនេះធំមានព្រះសាលាធម្មសភាប្រហែលជាទៅនឹងកសាងឆ្នាំណាកសាងក្រោយប៉ុន្តែឥឡូវខ្ញុំសូមនិយាយអំពី
ភាពប្លែកនេះគឺជាគេធ្វើក្រោយទេក៏ប៉ុន្តែមកប្រឡោះនេះជាកន្លែងចែកដីតាមមួនមិត្តអាចារ្យវត្តតាជួនកែមគណៈកម្មការវត្តលោកទូចវីណាគេធ្វើមកប្រឡោះហ្នឹងសម្រាប់ដាក់ឆ្អឹងដាក់ដូចចែកដីអញ្ចឹងគេធ្វើជុំវិញព្រះវិហារដល់មើលអញ្ចឹងទៅវាស្អាតមួយយ៉ាងដែរវាអត់មានចង្អេងចង្ងាងណាគេមានទ្វាររបស់គេអ្នកខ្លះក៏ចាក់សោទៅអានេះជាគណិតខ្ញុំដែលខ្ញុំចង់ធ្វើនៅក្នុងចែកដីវត្តអូកបុតខ្ញុំចង់ធ្វើនៅខាងក្នុងខ្ញុំចង់ធ្វើមកប្រឡោះអញ្ចឹងដើម្បីដាក់បានសាច់ញាតិឬមនុស្សទាំងអស់ហ្នឹងឲ្យបានសំរុំកុំយកអាងតែគ្នាស្លាប់ទៅហើយដាក់ទៅក្នុងកោដ្ឋយុទ្ធបោះព្រុសស្រាក់អំបោះទៅដល់យូររាប់ខែរាប់ឆ្នាំទៅកណ្ដៀអីវាពូនវាបាត់រូបបាត់ជាទន្លប់មិនល្អទេដល់យូរកូនចៅមករស់ឆ្អឹងដូចខ្ញុំរស់ឆ្អឹងឪពុកខ្ញុំនៅវត្តព្រៃលួងរកអត់ឃើញទេកាលដែលគេរើសាលាធម្មសភាគេយកទៅបោះចោលព្រុសលោះហើយការបាំងស្គលយើងក៏បានតែបាំងក៏រំលឹកឈ្មោះគាត់តែប៉ុណ្ណឹងអូខេបាយ